ចំណែកឯចំណុចអត្ថប្រយោជន៍ទី3គឺការហាត់ប្រាណជាប្រចាំរៀងរាល់30នាទីនៅក្នុងមួយថ្ងៃបានន័យថាយើងត្រូវធ្វើលំហាត់ប្រាណ30នាទីដើម្បីកាត់បន្ថយនៅជាតិខ្លាញ់នៅក្នុងខ្លួនឬក៏ជួយឲ្យរាងកាយរបស់យើងរឹងមាំប៉ុន្តែបងប្អូនត្រូវចាំថាការហាត់ប្រាណគឺជារឿងល្អសម្រាប់រាងកាយប៉ុន្តែប្រសិនបើយើងធ្វើលំហាត់ប្រាណលើសចំណុះធ្វើឲ្យរាងកាយរបស់យើងស្រុតទ្រោមទៅវិញទេដូច្នេះការលំហាត់ប្រាណច្រើនពេកគឺធ្វើឲ្យខូចដល់រាងកាយនិងផ្លូវចិត្តរបស់យើងផងដែរដូច្នេះដើម្បីឲ្យល្អប្រសើរអ្នកគួរតែដឹងថាតើរាងកាយរបស់យើងគួរតែធ្វើលំហាត់ប្រាណប៉ុន្មាននាទីប៉ុន្មានដងនៅក្នុងមួយថ្ងៃព្រឹកឬក៏ល្ងាចជាការប្រសើរសម្រាប់រាងកាយរបស់យើងមិនមែនថាឲ្យតែការហាត់ប្រាណគឺជាជំរឿនល្អរបស់សាររាងកាយទេអត់ទេគឺវាអាចមានផលល្អនិងផលអាក្រក់ឬក៏គេហៅថាគុណសម្បត្តិនិងគុណវិបត្តិដូច្នេះបងប្អូនត្រូវតែស្វែងយល់ឲ្យដឹងថារាងកាយរបស់យើងទទួលយកនៅពេលណាល្អឬក៏រយៈពេលប៉ុន្មានល្អអាស្រ័យទៅលើរាងកាយរបស់យើងមិនកំណត់ថារាងកាយរបស់យើងត្រូវតែបាន30នាទីគ្រប់រាងកាយអត់ទេដូច្នេះសូមបញ្ជាក់ទៅនឹងឲ្យច្បាស់ចំណែកឯចំណុចអត្ថប្រយោជន៍ទី4គឺដេកឲ្យគ្រប់គ្រាន់បានន័យថាយើងត្រូវដេករយៈពេល7ទៅ8ម៉ោងក្នុងមួយថ្ងៃដើម្បីឲ្យរាងកាយរបស់យើងបានសម្រាកជាពិសេសគឺខួរក្បាលរបស់យើងដើម្បីឲ្យវាមានដំណើរការល្អនិងកាត់បន្ថយបញ្ហា stress ឬក៏ឈឺក្បាលនានាដែលទាក់ទងទៅនឹងការដេកមិនគ្រប់ការដេកមិនគ្រប់ធ្វើឲ្យមានជំងឺលើសឈាមក៏អាចថាបានធ្វើឲ្យមានជំងឺដេកមិនលក់ក៏អាចថាបានមានអាចកើតទៅជាជំងឺមួយគេហៅថាជំងឺទល់ដំណេកគឺมันអាចឲ្យយើងដេកលក់ទេវាអាចធ្វើឲ្យយើងនឹងយូរទៅបង្កើតបានទៅជាជំងឺមួយគេហៅថាប្រព័ន្ធប្រសាទដូច្នេះការដេកមិនលក់នេះគឺមានកត្តាជាច្រើនដែលធ្វើឲ្យដេកមិនលក់ទី1 stress គិតច្រើនរងសម្ពាធអ្វីមួយក៏អាចខាតបានដែរដូច្នេះបើបងប្អូនចង់ដឹងតាក់ទងទៅនឹងបញ្ហាទាំងអស់នេះអាចចូលទៅមើលនៅក្នុង channel របស់យើងខ្ញុំបានគឺបញ្ហាជំងឺផ្លូវចិត្តឬក៏តាក់ទងទៅនឹងជំងឺបាក់ទឹកចិត្តដែលកើតឡើងពីកត្តាផ្សេងៗដូចជាដេកមិនលក់នេះជាដើមចំណែកឯវិធានការទី5គឺកាត់បន្ថយការហូបអាហារផ្អែមនិងអាហារអាប់ដូចជាអាហារកំប៉ុងឬក៏គ្រឿងកំប៉ុងជាដើមត្រង់នេះផងដែរដើម្បីឲ្យរាងកាយរបស់យើងល្អប្រសើរបងប្អូនត្រូវជៀសវាងឬក៏កាត់បន្ថយនៅការប្រើប្រាស់គ្រឿងកំប៉ុងដូចជាភេសជ្ជៈកំប៉ុងមីកំប៉ុងអីជាដើមនេះគឺសុទ្ធតែជាអាហារផ្អាប់ដែលធ្វើឲ្យរាងកាយរបស់យើងស្រត់ទ្រោមឧទាហរណ៍កាលណាដែលយើងហូបគ្រឿងកំប៉ុងច្រើនដូចជាភេសជ្ជៈអីនានាជាដើមនោះធ្វើឲ្យរាងកាយរបស់បងប្អូនស្រត់ទ្រោមគឺបង្កើតជំងឺមួយគេហៅថា diabetes ឬក៏ជំងឺទឹកនោមផ្អែមអញ្ចឹងជំងឺទឹកនោមផ្អែមនេះមិនមែនកើតឡើងដោយជាអ្វីទេគឺកើតឡើងដោយការហូបប្រចាំថ្ងៃរបស់យើងឬរបបអាហាររបស់យើងគឺតាក់ទងទៅនឹងការហូបផ្អែមរបស់បងប្អូនតាមរយៈការហូបនៅភេសជ្ជៈកំប៉ុងការហូបនៅគ្រឿងផ្អែមនានាដូចជាស្ទីមឬក៏អីជាដើមនេះទឹកទាំងអស់នេះគឺសុទ្ធតែជាបញ្ហាដែលយើងហូបទៅបង្កទៅជាជំងឺ diabetes ឬក៏ជំងឺទឹកនោមផ្អែមហើយជំងឺទឹកនោមផ្អែមនេះផងដែរវាចែកចេញជា3ប្រភេទទៀតប្រភេទទី1ទី2ទី3នានាទៀតអញ្ចឹងដល់បងប្អូនចង់ដឹងឲ្យច្បាស់គឺបងប្អូនអាចចូលទៅក្នុង channel របស់យើងខ្ញុំបានគឺមានតាក់ទងទៅនឹងបញ្ហាជំងឺទឹកនោមផ្អែមនេះផងដែរចំណែកឯគ្រឿងផ្អាប់មួយទៀតនេះគឺប្រភេទអាហារកំប៉ុងដូចជាមីកំប៉ុងអីជាដើមនេះគឺបង្កឲ្យទៅជាមហារីកគេហៅថា cancer digestive តាក់ទងទៅនឹងគេហៅថាជំងឺមហារីកប្រព័ន្ធរំលាយអាហារដូច្នេះដើម្បីឲ្យជៀសវាងពីបញ្ហាទាំងអស់នេះគឺបងប្អូនត្រូវកាត់បន្ថយការហូបនៅគ្រឿងកំប៉ុងក៏ដូចជាគ្រឿងផ្អែមជាដើមនេះដើម្បីឲ្យរាងកាយរបស់យើងជៀសវាងពីជំងឺទាំងអស់នេះចំណែកឯទី6គឺយើងត្រូវធ្វើអារម្មណ៍របស់យើងឲ្យសប្បាយដើម្បីកាត់បន្ថយភាពតានតឹង stress ឬក៏បញ្ហាផ្លូវចិត្តនានាដើម្បីឲ្យរាងកាយរបស់យើងឬក៏អារម្មណ៍របស់យើងនឹងស្រស់ស្រាយល្អប្រសើរកាលណាអារម្មណ៍របស់យើងតានតឹងឬក៏ធុញថប់នឹងអ្វីមួយឬក៏រងសម្ពាធនឹងអ្វីមួយនោះយើងមិនមានអារម្មណ៍ឬក៏ទឹកចិត្តនៅក្នុងការបន្តសកម្មភាពដំណើរទៅមុខទេដេកក៏មិនលក់ហូបក៏មិនបានគេថាបាយមិនបានសម្រាប់លក់នោះគឺធ្វើឲ្យយើងមានបញ្ហាសុខភាពចុះគីឡូអីជាដើមដូច្នេះបងប្អូនត្រូវតែធ្វើការសម្អាតផ្លូវចិត្តឲ្យបានល្អប្រសើរឬក៏ធ្វើឲ្យបញ្ហាផ្លូវចិត្តរបស់យើងនឹងរឹងមាំមានកម្លាំងស៊ូទៅមុខទៀតដើម្បីបន្តការងាររបស់យើងតាមរយៈការអានសៀវភៅឲ្យបានច្រើនស្ដាប់ចម្រៀងមនោសញ្ចេតនាឬក៏ចម្រៀងភ្លេងកំសត់អីជាដើមនេះដើម្បីឲ្យឬក៏សមាធិអីជាដើមនេះដើម្បីតាំងផ្លូវចិត្តរបស់យើងឲ្យល្អប្រសើរនេះគឺជាចំណុចដែលតាក់ទងទៅនឹងជំងឺបាក់ទឹកចិត្តអញ្ចឹងបើបងប្អូនចង់ដឹងថាជំងឺបាក់ទឹកចិត្តនឹងបែបណាមានគុណសម្បត្តិឬគុណវិបត្តិបែបណាឬក៏មានវិធីប៉ះពាល់ឬក៏វិធីដោះស្រាយវិធីលើកទឹកចិត្តវិធីព្យាបាលបែបណាសូមបងប្អូនចូលទៅមើលនៅក្នុង channel Thierry U ដដែល
គឺមានលម្អិតនិងបញ្ជាក់យ៉ាងច្បាស់នៅក្នុងនោះទី7គឺទៅពិនិត្យសុខភាពប្រចាំថ្ងៃប្រចាំឆ្នាំគឺរយៈពេល3ខែម្ដង6ខែម្ដងឬ1ឆ្នាំម្ដងប៉ុន្តែអ្វីដែលល្អប្រសើរគឺបងប្អូនត្រូវឆែកមើលរយៈពេល3ខែម្ដងពីព្រោះរាងកាយរបស់យើងវាអាប់ដេតឬក៏វាប្រែប្រួលជាប្រចាំបើសិនបើបងប្អូនបាន control វាល្អប្រសើរនោះយើងនឹងដឹងថាតើរាងកាយរបស់យើងស្រត់ត្រង់កន្លែងណាល្អកន្លែងណាស្រួលយើងព្យាបាលកុំឲ្យវាស្រត់ត្រង់ទាំងអស់អញ្ចឹងការពិនិត្យសុខភាពប្រចាំឆ្នាំឬក៏ប្រចាំត្រីមាសនេះគឺជាវិធីល្អបំផុតរបស់វិជ្ជាបណ្ឌិតឬក៏តកតងទៅនឹងផ្នែកវិទ្យាសាស្ត្រដែលការពារជំងឺនានាដែលអាចកើតមានឡើងជាយថាហេតុដូច្នេះតកតងទៅនឹងកត្តាអត្តភាពទាំង7នេះបើសិនបើបងប្អូនស្រឡាញ់ពេញចិត្តនៅចំណុចណាមួយសូមបងប្អូនយកទៅអនុវត្តឲ្យបានល្អប្រសើរខ្ជាប់ខ្ជួននិងជោគជ័យនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ